ấy đã chôn về tên đó lời riêng ơiนิយាយពីរឿងភើស្រាស្រវឹងមកនោះភើឡើងញៀនខ្លាយជាទុំលើកជាមានជាជំងឺឈឺហើយអត់រៀងព្រោះញៀននឹងស្រាទោះអ្នកណាក៏មិនស្ដាប់កុំចង់មកប្រាប់លុយខ្ញុំតើនៅផ្ទះក៏ភើដើរឆ្ងាយក៏ភើឡើងដូចទឹកភើជាប្រចាំទូដូចជាថ្នាំឱសថជីវិតមិនទិនរលត់នៅតែភើស្រវឹងដេកដួលមានស្រួលក្នុងខ្លួនអស់កម្លាំងមានកម្លាំងដាក់ទីនអត់រៀងមានថ្ងៃមួយនោះជិះម៉ូតូលឿនដូចហោះបរបងប្រូលៀនយន្តហោះរីចង្គត់ទៅបុកលូបាក់ក្មេងប្រហោងក្រហូម៉ូតូខូចអស់គ្មានកម្លាំងសោះរៀងហើយខ្ញុំមានកម្លាំងដាក់ទីនអត់រៀងខ្ញុំនឹងហើយថ្ងៃក្រោយដាក់ទីនដាក់ឡើងលើចំណុះឈឺក្បាលវើព្រឹកមានបាត់សោះអង្គុយអស់សង្ឃឹមគិតថារៀងហើយពេលទូស្បីមានកម្លាំងដាក់ទីនអត់រៀងដាក់ហើយដាក់ទីនដាក់ឥតសំចៃដាក់ឡើងលេងដឹងអីអត់បានហូបបាយអត់បានងូតទឹកហើយដេកនឹងដៃមុខខំលេងឈឺព្រឹកឡើងទន់អស់ជើងដៃគិតថាថ្ងៃក្រោយរៀងហើយអត់កើតទៀតទេឃើញគេដាក់មើលទៅទំនងបើបានដាក់បន្តិចបន្តួចមិនដឹងជាឆ្ងាញ់យ៉ាងណាហើយសាក់ភ្លក់មើលភ្លក់ចុះភ្លក់ឡើងដូចចាក់គុយកាន់ភ្លើងដាក់បានទៀតអត់រៀងបើតូតាល់តាំងពីរៀនភើរហូតដល់ចេះភើមិនដឹងជាអស់ប៉ុន្មានទៀងលុយអស់ប៉ុន្មានលានភើហើយអស់ថវិកាវេទនាដល់ខ្លួនមិនដឹងជាឆ្ងាញ់ត្រង់ណាធ្វើការងារមិនកើតព្រោះស្រស់វឹងស្រាបើធ្វើការងាររៀងញើថាមានទិនបានដាក់បើថ្ងៃក្តៅបានដាក់ខ្លះសេជាមិនដឹងជាឆ្ងាញ់យ៉ាងណាបើខែត្រជាបើបានដាក់កំដៅខ្លួនមិនដឹងជាមានន័យយ៉ាងណាបើបានសាច់តិចតួចឬច្រើនបើខ្វះទឹកនៅមិនសុខឡើយណាខ្លះភើឡើងហើមខ្លះភើឡើងខ្សែសង្ខារបើចេះគិតភ្នាក់អាត្មាមុននឹងមរណាមិនដឹងជាល្អយ៉ាងណាអាចជួយខ្លួនឯងជួយក្រុមគ្រួសារជួយសង្គមជាតិឲ្យល្អថ្លៃថ្លាទៅណាមកណាពីមុនគេថាឥឡូវគេសរសើរចេះឈប់កិនកុំអុយចុចសំណួរជាចុងក្រោយសូមសួរបងប្អូនអ្នកភើគ្នាយើងទាំងអស់តើភើស្រាដើម្បីអ្វីដើរកាប់ទឹកកាន់តែហូរផឹកស្រាបំបត្តិទុកលើសដើម